នេះរូបនេះអ្នកទាំងអស់គ្នារូបមួយនេះបើសិនជាមើលខាងលើវាជាអំឆាតបាទវាជាអំឆាតហើយវាអាចវាទៅដកជើងកាលពីថ្ងៃច័ន្ទពេលនេះឡើងទៅដល់ហើយឥឡូវនេះគឺវាតម្លាក់ដល់មិញហ្នឹងគឺដល់45.28ហើយបើសិនជាយើងប្រៀបធៀបពីតម្លៃបិទផ្សារកាលពីថ្ងៃសុក្រគឺនៅតម្លៃខាងក្រោមឯងបាទគឺ4510ឯងបាទបិទផ្សារ4510ជាធម្មតាយើងតែងតែគិតថាតម្លៃនេះនឹងបិទទៅដល់4510វិញប៉ុន្តែអ្នកទាំងអស់គ្នានេះគឺជា sideways របស់វានេះគឺជាតម្លៃរបស់វាឥឡូវនេះក៏ចាត់ទុកថាជាតម្លៃមួយដែលអាចមកបិទ candle ហើយមកបិទឆាតហើយព្រោះដោយសារតែវាបិទនៅក្នុង around នេះវាបានធ្លាក់ដល់45.28ហើយបាទសូមគោរពអនុញ្ញាតជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានសូមគោរពជំរាបសួរទៅដល់អតិថិជនរបស់ក្រុមហ៊ុនមូលបត្រ PP Link ទាំងអស់ផងដែរថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទឡុងសំណាងទៀតហើយពាក់ព័ន្ធជាមួយនឹងការជួញដូរតម្លៃហាងឆេងមាសក៏ដូចជាវិភាគតម្លៃហាងឆេងមាសនិងជម្រាបជូននៅព័ត៌មាននិងព្រឹត្តិការណ៍មួយចំនួនដែលអាចធ្វើឲ្យតម្លៃហាងឆេងមាសមានការប្រែប្រួលនៅក្នុងថ្ងៃនេះសម្រាប់ថ្ងៃនេះថ្ងៃទី26ខែឧសភាឆ្នាំ2026តម្លៃហាងឆេងមាសកំពុងតែស្ថិតនៅក្នុងតម្លៃ$4,531នៅក្នុង1អោនទីផ្សារអន្តរជាតិឬក៏ស្មើនឹង$5,459នៅក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជាបើគិតទៅតាមតម្លៃអន្តរជាតិនៅក្នុងពេលបច្ចុប្បន្នបងប្អូនទាំងអស់គ្នាតម្លៃនៅក្នុងប្រទេសកម្ពុជាអាចលើសពីតម្លៃអន្តរជាតិតិចតួចទៅតាមឈ្មោះជើងសារនីមួយៗដែលធ្វើការជួញដូរនៅក្នុងហាងរបស់គាត់បែបជាស្តង់ដារឬក៏គុណភាពបែបណាឬក៏ទំនុកចិត្តបំផុតសម្រាប់បងប្អូនទាំងអស់គ្នាមិនជាថ្មីនោះទេប្រសិនបើគម្លាតទីផ្សារនឹងខុសពីទីផ្សារអន្តរជាតិតិចតួចនោះក៏ជាឱកាសសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងការចាប់យកឱកាសទិញតម្លៃហាងឆេងមាសឬក៏លក់យកប្រាក់ចំណេញផងដែរសម្រាប់ថ្ងៃនេះតម្លៃហាងឆេងមាសបើទីផ្សារព្រឹកឡើងគឺមានការធ្លាក់ចុះមួយកម្រិតផងដែរបំរុងនឹងទៅបិទនៅ stick របស់ខ្លួនកាលពីម្សិលមិញដែលបើកទីផ្សារមកហក់ដាច់ gap មួយដែលគួរឲ្យកត់សម្គាល់បងប្អូនទាំងអស់គ្នាតម្លៃហាងឆេងមាសជាធម្មតាពេលដែលវាបើកតម្លៃទីផ្សារនៅថ្ងៃច័ន្ទហើយងើបឡើងផុតពីតម្លៃទីផ្សារដែលបិទនៅថ្ងៃសុក្រគេហៅថាដាច់ gap ឬក៏ jump fry ហើយតម្លៃមួយនេះវាតែងតែមកបំពេញនៅពេលណាមួយឬក៏ខណៈណាមួយឆាប់ដើម្បីបន្តដំណើរនឹងហក់ឡើងឬក៏បន្តនៃការធ្លាក់ចុះទៅតាមស្ថានភាពឬក៏តម្រូវការនឹងការផ្គត់ផ្គង់របស់តម្លៃហាងឆេងមាសនៅលើពិភពលោកអូខេអ្នកទាំងអស់គ្នាមិនជាថ្មីនោះទេជាធម្មតាតម្លៃហាងឆេងមាសប្រកាសណាស់គឺមានការប្រែប្រួលចុះឡើងអ្នកដែលជួញដូរចំណេញនៅតែចំណេញអ្នកដែលជួញដូរខាតសំផ្លាស់ប្ដូរនៅវិធីសាស្ត្រក៏ដូចជាយុទ្ធសាស្ត្រនៅក្នុងការចូលជួញដូរនិងប្រែប្រួលនៅលទ្ធផលរបស់អ្នកទាំងអស់គ្នាដូច្នេះហើយអ្នកទាំងអស់គ្នាគួរតែតាមដានវីដេអូនៅក្នុងការវិភាគប្រចាំថ្ងៃព្រោះវាជាចំណុចជាគោលដៅជា clue មួយសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាធ្វើការជួញដូរប្រចាំថ្ងៃយ៉ាងមានប្រសិទ្ធភាពផងដែរអូខេមិនចំណាយពេលយូរទេអ្នកទាំងអស់គ្នាការ live មួយនេះគឺផ្ដោតទៅលើការវិភាគតម្លៃហាងឆេងមាសបែបជាការជួញដូរឧបករណ៍នេសាទដែលជាការជួញដូរមួយនៅក្នុងមូលបត្រកម្ពុជារបស់យើងដែលនៅក្រោមស្ថាប័នបោះរដ្ឋបាទខាង SERC បាទគឺជាស្ថាប័នមួយដែលអាចឲ្យបងប្អូនទុកចិត្តនៅក្នុងការជួញដូរហើយក៏មានប្រព័ន្ធជួញដូរមួយដ៏ត្រឹមត្រូវហើយក៏មានប្រព័ន្ធសុវត្ថិភាពទេសាច់ប្រាក់មួយដ៏ត្រឹមត្រូវច្បាស់លាស់ផងដែរបងប្អូនទាំងអស់គ្នាក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាមានច្រើនបាទអញ្ចឹងក្រុមហ៊ុនដែលបងប្អូនទាំងអស់គ្នាកំពុងតែស្វែងរកក្រុមហ៊ុនដែលបងប្អូនទាំងអស់គ្នាតែងសម័យចង់ជួញដូរចង់វិនិយោគជាមួយតើជាក្រុមហ៊ុនបែបណាទៅអ្នកទាំងអស់គ្នាអាចសាកមកសិក្សាអំពី PP Link ពាក់ព័ន្ធជាមួយនឹងច្បាប់ទម្លាប់ពាក់ព័ន្ធជាមួយនឹងការ consultant ពាក់ព័ន្ធមួយជំនាញផ្សេងៗនិងលក្ខខណ្ឌជួញដូរមួយដែលក្រោមនាយកករមួយរបស់កម្ពុជាដែលជាស្ថាប័នមួយអនុញ្ញាតឲ្យយើងធ្វើការជួញដូរឬក៏បើកគណនីជួញដូរដែលផ្ដល់នៅ consultant ដល់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលការ live មួយនេះដើម្បីជាការជួញដូរប្រចាំថ្ងៃនៅក្នុងថ្ងៃនេះផងដែរដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅដល់ក្នុងការបង្ហាញពាក់ព័ន្ធជាមួយនឹងតម្លៃហាងឆេងមាសតែម្ដងឥឡូវនេះតម្លៃហាងឆេងមាសកំពុងតែដាំក្បាលចុះមកក្រោមច្រើនដែរអ្នកទាំងអស់គ្នាតាំងពី$4,570ជាងមកដល់$4,530ជាងចូល around ប្រហែលជា30លេខទៅ40លេខហើយតម្លៃមួយនេះវាកំពុងតែបង្ហាញសញ្ញានៅក្នុងការមកបិទ candlestick វាវិញដែលជា
ការចាំ fry ការពីថ្ងៃសុក្រអ្នកទាំងអស់គ្នាអ្វីដែលខ្ញុំបានលើកឡើងកន្លងមកតែងតែប្រៀបធៀបនៅក្នុងគណៈពេលនេះជាមួយនឹងតម្លៃហាងឆេងប្រេងណាហើយតម្លៃហាងឆេងប្រេងឥឡូវកំពុងតែស្ថិតនៅក្នុងតម្លៃ$94នៅក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិនេះ$94ណាអ្នកទាំងអស់គ្នា$94ដូចតាមម្សិលមិញដែរទេបាទប៉ុន្តែការពីយុគមិញតម្លៃហាងឆេងនេះការពីម្សិលមិញណាតម្លៃហាងឆេងនេះបានធ្លាក់ទៅដល់$92-91នៅក្នុងមួយបារ៉ែលដែលធ្វើឲ្យតម្លៃហាងឆេងវា strong នៅតម្លៃ$4560ជាង$4570ជាងមិនធ្លាក់មកបិទ gap វិញទេតែសម្រាប់ពេលនេះតម្លៃហាងឆេងនេះបានងើបឡើងមកហាងឆេងប្រេងมันងើបឡើងមក94វិញធ្វើឲ្យតម្លៃហាងឆេងមាសហ្នឹងក៏ទម្លាក់ខ្លួនមកបន្តិចវិញដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រឡប់មកការវិភាគតម្លៃហាងឆេងមាសរបស់យើងវិញខ្ញុំគិតថាបើសិនជាការវិភាគបែប technical អ្នកទាំងអស់គ្នាប្រកាសណាស់គឺប្រហែលជាអាចនឹងស្គាល់ពីរូបរាងឆាតមួយនេះបាទរូបរាងឆាតមួយនេះបងប្អូនទាំងអស់គ្នាប្រហែលជាអាចនឹងស្គាល់ច្រើនបាទសុំតិចសិនបាទនេះខាងលើនេះបាទខាងលើនេះខ្ញុំចង់ទាញឲ្យធំដែរបាទបើសិនខ្ញុំបញ្ឈរអាចទាញឲ្យធំឲ្យបងប្អូនទាំងអស់គ្នាមើលស្រួលជាងណាដូចតែគ្នាណាបាទប្រួយតូច30នាទីទៅ1ម៉ោងមកទៅស្រួលជាងនេះបងប្អូនទាំងអស់គ្នាមកប្លោះនេះបាទមកប្លោះនេះអញ្ចឹងបើយើងមើលមកផ្លែតយើងអត់ដឹងថាជាសញ្ញាណអក្សរអីទេតាមពិតជាអក្សរ M បើសិនជាមើល30នាទី M ពេញទីហ្មងណាបែបនេះឃើញទេជាអក្សរ M ជាអក្សរ M តែម្ដងអញ្ចឹងវាបានបំបែកនៃ next slide របស់វាហើយវាមកតម្លាក់គោលដៅរបស់វាបងប្អូនទាំងអស់គ្នាគោលដៅវាមកបំពេញនៅលក្ខខណ្ឌ4511ឬក៏4520ជាងបាទប៉ុន្តែរឿងដែលអ្នកទាំងអស់គ្នាគួរចាប់អារម្មណ៍ខ្ញុំបង្ហាញរូបឲ្យបងប្អូនទាំងអស់គ្នាមើលមួយដែលជារូបនៃការវិភាគសម្រាប់ថ្ងៃហ្នឹងតែម្ដងណានេះរូបនេះអ្នកទាំងអស់គ្នារូបមួយនេះបើសិនជាមើលខាងលើវាជា M chart បាទវាជា M chart ហើយវាទៅដកជើងកាលពីថ្ងៃច័ន្ទពេលនេះឡើងទៅដល់ហើយឥឡូវនេះគឺវាតម្លាក់ដល់មិញហ្នឹងគឺដល់45.28ហើយបើសិនជាយើងប្រៀបធៀបពីតម្លៃបិទផ្សារកាលពីថ្ងៃសុក្រគឺនៅតម្លៃខាងក្រោមបាទគឺ4510បាទបិទផ្សារ4510ជាធម្មតាយើងតែងតែគិតថាតម្លៃនេះនឹងបិទទៅដល់4510វិញប៉ុន្តែអ្នកទាំងអស់គ្នានេះគឺជា sideways របស់វានេះគឺជាតម្លៃរបស់វាឥឡូវនេះក៏ចាត់ទុកថាជាតម្លៃមួយដែលអាចមកបិទ candle ហើយមកបិទឆាតហើយព្រោះដោយសារតែវាបិទនៅក្នុង around នេះវាបានធ្លាក់ដល់45.28ហើយអញ្ចឹងឆាតកន្លែងនេះចាំមើលបន្ទាប់ទៀតអ្នកទាំងអស់គ្នាចាំមើលការវិភាគរបស់យើងណាបន្ទាប់ទៀតបើសិនជាវានៅតែបន្តទម្លាក់ខ្លួនមក around 4520ជាងណាវានឹងអាចធ្លាក់ទៅក្រោមតែម្ដងហើយតម្លៃទីបរបស់វាប្រហែលជា4500គត់បាទ4500គត់អញ្ចឹងកន្លែងនេះគឺជាចំណុចមួយមិនមែនត្រឹមតែធ្លាក់មកបិទ gap ទេគឺវាធ្លាក់ទៅតែម្ដងបើនិយាយពីបិទ gap វិញអាចថាព្រឹកមិញនេះគឺមកបិទហើយបាទទោះបីជាវាអត់ទាន់ដល់តម្លៃដែលបិទកាលពីថ្ងៃសុក្រក៏ដោយប៉ុន្តែវាបានភ្ជាប់ជាមួយនឹងឆាតរបស់វាទំនោររបស់វាកាលពីថ្ងៃសុក្រហ្នឹងរួចរាល់អស់ហើយបាទរួចរាល់ហើយនេះកន្លែងនេះណាអញ្ចឹងកន្លែងនេះបើសិនជាវាបន្តត្រឡប់ទៅលើវិញបាទវាទៅច្រើនណាស់បាទទៅច្រើនណាស់ដូចខ្ញុំបានជម្រាបកាលពីម្សិលមិញថាក្នុងសប្តាហ៍នេះវាអត់អាចនៅក្នុងតម្លៃនឹងទៀតបានទេបាទព្រោះលុះត្រាតែតម្រូវការឬក៏ព័ត៌មាននឹងស្ងាត់មែនទែនប្រហែលជាអាចនៅប៉ុន្តែខ្ញុំជឿជាក់ថាមិននៅទៀតទេព្រោះដោយសារតែវាពាក់ព័ន្ធជាមួយនឹងការស្ថិតនៅក្នុងតម្លៃ45ហ្នឹងដូចជាយូរហើយបាទដូចជាចូល2-3សប្តាហ៍ហើយបាទ2-3សប្តាហ៍ហើយតោះអញ្ចឹងខ្ញុំឲ្យមើលឆាតមួយទៀតអ្នកទាំងអស់គ្នាចាប់ពីកន្លែងហ្នឹងទៅបាទខ្ញុំវិភាគពេលដែលតម្លៃទីផ្សារនៅ45-36ណាបងប្អូនទាំងអស់គ្នាអញ្ចឹងពេលដែលវាមិនទៅក្រោមទៀតទេបានន័យថាចន្លោះដែលវានឹងទៅណាគឺ25-23-25-32តែវាបានតម្លាក់ខ្លួនមកចូល25-28ហើយអញ្ចឹងតម្លៃនេះបើសិនជាថ្ងៃហ្នឹងវាអាចបកឡើងត្រឡប់ទៅ45-50-45-60វិញនេះតម្លៃបែបហ្នឹងណា45-50-45-60វិញមានន័យថាតម្លៃហ្នឹងឡើងទៅលើហើយអញ្ចឹងបងប្អូនទាំងអស់គ្នាអាចប្រើមុខងារក្នុងការទិញឲ្យច្រើនជាងលក់ទៅបាទខ្ញុំនិយាយតែគេពេលដែលវាត្រឡប់ឡើងវិញណាឡើងទៅដល់50-60វិញណាប៉ុន្តែបើសិនជាវាអត់ត្រឡប់ឡើងទេបែរជាវាបន្តចុះដល់20ជាងអាហ្នឹងប្រហែលជាអាចនឹងធ្លាក់ដល់
4500này bạn ní cứ chia trend này vì ảnh này ai vì anh nơi du bùng phật nơi cho lọt 45 23 45 32vì anh nơi stay nắng và sân báo vì lẹ đọt lại nè đấy tại nhưng bà ròm môi tha âm ní có việc ban cho hai đáy bạn cứ chạm ní cứ hai thật cho hai đáy bật ghép mà anh dây tha ai bật hai đáy bộ đôi xa tay train bảo vía bằng dây pi train cứ bật hai bằng dây pi đầm lái ở toàn bật để bạn dây pi đầm lái chập đáo đầm lái báo á cứ ở toàn bật để bạn ở toàn bật để bàn tay chưa thom ná cứ mưa train mặc bình nhảy bạn chẳng bà sân chi vi lang tờ lọc tờ vinh bạn vi lang chờ này bảo vi lang tờ lọc tờ vinh nhom chi diêm và hai chị ai nâng chùm rung như không ca tỉnh chờ chia ngày vì ai nâng tờ lọc là chờ chiếc ai làm mùi tiết vì miên sạch than bài than mùi tha và nơi không bầm mùi khải và chi thom ná nữa bầm mùi khải cho mi tìm muối này này năm đi mùi muối tiếng càng nghe ai cái chôn tiếng càng nghe rót tiếng tháp ban môi chủng luôn rước co cô làm chỗ bay hay rằng thôi bảo tình kỳ cật đá bảo xa rầm đấy nhé kê nâng plap đô sa cam phép kê nâng plap đô plan percent ba sa cam phép mùi ná mình miên chụp chạy tỷ rước co mình miên plap ca sa mép tháp ban năng tỷ dân kê nâng plap đô plan nâng kê nâng lúc trao kê nâng plap đô tờ chia sa cam phép mấy này cái ảnh mưa khơi nhầm pi lót tập hòn nàyขนมkhai trong cào sum tôm là ngon nè chụp sum lên bạn nơiขนมkhai đọc pi khai trong cào này nằm nè bạn chẳng cái nè plak đôi sanh phi về chẳng ở vậy đại nhôm trong oi bông ôn ngon nè bị giạt ở nơiขนมkhai pram đặt khai pram châu khai bằng mũi ní hết cái nè thưa ca phải chung rồi tháp ban rồi từng cái tay tập plak đôi sạc cam phi từng ngon này đại sa tay cho mieti mũi nơiขนมnằm ní là tập hall đại cái đặt plan tăngประมาณ สกรรมភាពđại cái đặt plan tăngประมาณ สกรรมភាពណានៅបន្តផ្ដល់ផលប្រយោជន៍ឲ្យគេសកម្មភាពណាដែលជាវិជ្ជមានគុណភាពល្អគេនៅបន្តសកម្មភាពនឹងទៅប៉ុន្តែសកម្មភាពមួយណាដែលអវិជ្ជមានហើយឬក៏ផ្លាស់ប្ដូរឬក៏ទិសដៅមិនល្អហើយគេនឹងលុបចោលហើយមួយទៀតអ្នកទាំងអស់គ្នាពាក់ព័ន្ធមួយចំណុចនេះអាមេរិកឧស្សាហ៍តែងតែធ្វើបាទឧស្សាហ៍តែងតែធ្វើតែម្ដងអញ្ចឹងខ្ញុំលើកចំណុចមួយថាប្រសិនបើសង្គ្រាមរុស្ស៊ីអាមេរិកជាមួយនឹងអ៊ីរ៉ង់នៅបន្តមិនចេះចប់មិនចេះហើយអញ្ចឹងរឿងដែលកើតឡើងមុនគេនឹងគឺការប្រឆាំងនៅក្នុងសហរដ្ឋអាមេរិកតែម្ដងពាក់ព័ន្ធជាមួយនឹងការចំណាយអត្ថប្រយោជន៍ច្រើននៅលើសង្គ្រាមហ្នឹងអញ្ចឹងនេះគឺជាចំណុចមួយដែលអត់ល្អសម្រាប់លុយដុល្លារសហរដ្ឋអាមេរិកដែលធ្វើឲ្យតម្លៃហាងឆេមាសមានការកើនឡើងអញ្ចឹងនៅក្នុងខែ6នេះខ្ញុំមានការវិភាគមើលឃើញកម្រិតនៃការកើនឡើងច្រើនបាទច្រើនជាងការធ្លាក់ចុះការធ្លាក់ចុះមានមួយចំណែកដែរប៉ុន្តែលុះត្រាតែរងសម្ពាធពីការសង្គ្រាមរវាងអាមេរិកជាមួយនឹងអ៊ីរ៉ង់នឹងតែម្ដងឬក៏ការលើកឡើងនៅចំណុចណាមួយដែលវិជ្ជមានសម្រាប់ធនាគារកណ្ដាលនិងប្រធានាធិបតីសហរដ្ឋអាមេរិកអញ្ចឹងចំណុច13ហ្នឹងឯងដែលអាចធ្វើឲ្យការប្រែប្រួលខុសពីការវិភាគរបស់យើងបើក្រៅពីហ្នឹងបើក្រៅពីហ្នឹងភាគច្រើនគឺរុញច្រានឲ្យតម្លៃហាងឆេមាសមានការកើនឡើងអញ្ចឹងនៅក្នុងខែ6នេះអ្នកទាំងអស់នេះតាមដានទាំងអស់គ្នាទោះបីជាការវិភាគរបស់យើងមើលឃើញកម្រិតនៃការកើនឡើងច្រើនជាងក៏ដោយក៏យើងក៏មើលងាយនៅស្ថានភាពមួយចំនួនដែលអាចនឹងកើតឡើងឆាប់នេះពាក់ព័ន្ធជាមួយនឹងសង្គ្រាមមួយហ្នឹងពាក់ព័ន្ធនឹងភាពតានតឹងមួយហ្នឹងវាអាចនឹងធ្វើឲ្យឬក៏បន្តឲ្យតម្លៃហាងឆេមាសប្រឆាចពីការគិតឬក៏ការវិភាគរបស់យើងបែរជាដាំក្បាលចុះទៅវិញតែទោះបីយ៉ាងណាក៏ដោយឡើងក៏ដោយចុះក៏ដោយយើងឲ្យទៅតន់វាគឺយើងអាចរកផលចំណេញបានហើយអ្នកទាំងអស់នេះគឺជាភាពវៃឆ្លាតរបស់អ្នកជួញដូរភាពវៃឆ្លាតរបស់ឈ្មួញជើងសារកដាលដែលផ្ដល់ប្រឹក្សាជួញដូរដល់បងប្អូនទាំងអស់គ្នាអញ្ចឹងត្រូវតែតាមដានឲ្យទាន់មិនខ្វល់ថាមាសនឹងឡើងឬក៏ធ្លាក់ទេប៉ុន្តែយើងនៅតែជួញដូរបានចំណេញបែបហ្នឹងគឺល្អណាអូខេតោះអ្នកទាំងអស់គ្នាអញ្ចឹងពេលដែលយើងឃើញរូបរាងឆាតអញ្ចឹងហើយថ្ងៃនេះយើងអាចនឹងផ្ដល់តម្លៃទិញលក់ឲ្យបងប្អូនទាំងអស់គ្នាបើសិនបើបងប្អូនទាំងអស់គ្នាចង់ទិញបាទចង់ទិញណាតម្លៃហាងឆេងនេះលុះត្រាតែតម្លាក់ខ្លួនទៅដល់4515បាទ4515បងប្អូនទាំងអស់នេះអាចទិញបានហើយបាទតម្លៃហ្នឹងណានៅក្នុងចន្លោះតម្លៃហ្នឹងបងប្អូនទាំងអស់នេះអាចទិញបានទេបើសិនជាវាបន្តធ្លាក់ទៅមួយតង់ទៀតណាអ្នកទាំងអស់នេះអាចទិញនៅ4515ហ្នឹងបានហើយសម្រាប់ថាបើសិនជាវានៅតែបន្តនៃការកើនឡើងទៅកើនក្នុងការជំរុញការធ្លាក់ចុះខ្លាំងទៀតណាអ្នកទាំងអស់នេះអាចទៅទិញបាននៅ4492ព្រោះដោយសារខ្ញុំគិតថាបើសិនជាវាបុកទម្លុះ support របស់ខ្ញុំទី1វាអាចនឹងរុញក្រោម4500បន្តិចបាទ4500បន្តិចហើយអ្នកទាំងអស់នេះក៏អាចទិញនៅ4500គត់នឹងបានដែរมันប្រកាសថាវាអាចធ្លាក់ទៅដល់4492នឹងដែរ
បាទប៉ុន្តែគ្រាន់តែថាជើងក្រោមរបស់វាគឺ4492ហើយអ្នកទាំងអស់គ្នាអាចទិញអារោហ្នឹងទៅបាទ4500ឬក៏4492អ្នកទាំងអស់គ្នាអាចទិញនៅក្នុង zone ហ្នឹងបានណាហើយសម្រាប់អ្នកដែលចង់លក់ណាចង់លក់អាចលក់បាននៅតម្លៃ4550បាទពេលដែលវាឡើងត្រឡប់ទៅវិញឥឡូវហ្នឹងគឺ4537បើវាឡើងត្រឡប់ទៅវិញគឺ4550អ្នកទាំងអស់គ្នាអាចធ្វើការលក់បានណាបាទលក់បានពេលដែលលក់នៅកន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចកាត់ចំណេញនៅកន្លែងហ្នឹងបានណាកាត់ចំណេញពេលដែលវាទម្លាក់ខ្លួនមកវិញប៉ុន្តែបើសិនជាវាឡើងដល់កន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាការកាត់ចំណេញបងប្អូនទាំងអស់គ្នាឲ្យលឿនបន្តិចព្រោះដោយសារតែពេលដែលវាត្រឡប់ឡើងទៅវិញគឺបញ្ជាក់អំពីសញ្ញានៃការកើនឡើងទៅលើហើយបាទប៉ុន្តែនៅ4550នេះគឺជាតម្លៃមួយដែល retracement បាទច្រើនណាស់អ្នកទាំងអស់នេះអាចយកផលចំណេញបានបន្ទាប់មកអ្នកទាំងអស់នេះក៏អាចលក់បានមួយទៀតនៅកន្លែងដែល strong resistant មែនតើបាទ4576 $4570 4568បាទនៅ around ហ្នឹងបងប្អូនទាំងអស់នេះអាចលក់បានបាទ4570ជាងហ្នឹងអាចលក់បានបាទនៅកន្លែងហ្នឹងសុវត្ថិភាពរៀងខ្លាំងដែរបាទពេលដែលតម្លៃហាងឆេងមួយនេះអាចហក់ឡើងទៅដល់4570ជាងហ្នឹងអ្នកទាំងអស់នេះអាចធ្វើការលក់បានបាទតម្លៃនេះជូនដល់បងប្អូនទាំងអស់គ្នានៅក្នុងការលក់ថ្ងៃហ្នឹងហើយនឹងទិញថ្ងៃហ្នឹងអញ្ចឹងសម្រាប់ព័ត៌មានសេដ្ឋកិច្ចមួយចំនួនដែលនៅក្នុងForex Factory ឬក៏ investing.com ថ្ងៃហ្នឹងអត់មានព័ត៌មានសេដ្ឋកិច្ចណាមួយដែលអាចរុញច្រានឲ្យធ្វើឲ្យតម្លៃហាងឆេងមាសហ្នឹងមានការប្រែប្រួលខ្លាំងទេមានតែបងប្អូនទាំងអស់គ្នាតាមដានលើការឡើងនិយាយ speak អីផ្សេងពីលោកប្រធានាធិបតី Donald Trump ឬក៏ប្រធានាធិបតីនៃប្រទេសផ្សេងអ្នកដឹកនាំផ្សេងឬក៏មេដឹកនាំកម្ពុមួយចំនួនទៀតដែលអាចធ្វើឲ្យតម្លៃហាងឆេងមាសមានការប្រែប្រួលឬក៏ស្ថានភាពសេដ្ឋកិច្ចលើពិភពលោកមានការប្រែប្រួលផងដែរអញ្ចឹងសម្រាប់ថ្ងៃនេះមិនមានព័ត៌មានសេដ្ឋកិច្ចទេអ្នកទាំងអស់គ្នាអាចជួញដូរទៅតាមទំនោរតម្លៃហាងឆេងមាសឬក៏តាមការវិភាគបែប technical នៅក្នុងការទៅបំពេញឆាតបំពេញ candlestick ឬក៏ទៅបំពេញនៅតម្លៃណាមួយអ្នកទាំងអស់គ្នាគិតថាវាជា support វាជា resistance អ្នកទាំងអស់គ្នាអាចទិញបានបើសិនជាមិនមានការជឿជាក់នៅក្នុងការចូលទិញដោយខ្លួនឯងទេអ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកក្រុមការងារ PP Link ក៏ដូចជាខ្ញុំផ្ទាល់តាមរយៈលេខទូរស័ព្ទ010 804 ឬក៏បងប្អូនទាំងអស់គ្នាចង់យល់ឲ្យកាន់តែច្បាស់ពាក់ព័ន្ធជាមួយនឹងការជួញដូរជាពិសេសអ្នកថ្មីតែម្ដងអ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកខ្ញុំបាទយើងនឹងមានវគ្គសិក្សាឬក៏បណ្ដុះបណ្ដាលនៅថ្ងៃទី28ខែឧសភាខាងមុខនេះដើម្បីបង្ហាញពាក់ព័ន្ធជាមួយនឹងការកក់តម្លៃហាងឆេងមាសការជួញដូរតម្លៃហាងឆេងមាសការវឹកហាត់នៅក្នុងការប្រើប្រាស់ platform ការវឹកហាត់នៅក្នុងការវិភាគតម្លៃហាងឆេងមាសបែប technical ការយល់ដឹងអំពីព័ត៌មានផ្សេងៗដែលអាចធ្វើឲ្យតម្លៃហាងឆេងមាសមានការប្រែប្រួលហើយនឹង indicator បន្ថែមនៅក្នុងការជំនួយនៅក្នុងការជួញដូររបស់បងប្អូនទាំងអស់គ្នាផងដែរវគ្គ training មួយនេះជាវគ្គមូលដ្ឋានគ្រឹះដំបូងអ្នកទាំងអស់គ្នាអាចចុះឈ្មោះឬក៏ទំនាក់ទំនងតាមរយៈ caption ខាងលើដែលអាចជាព័ត៌មានបន្ថែមឲ្យបងប្អូនទាំងអស់គ្នាអាចមករកក្រុមហ៊ុន PP Link ឃើញឬក៏ចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលរបស់យើងផងដែរអ្នកទាំងអស់គ្នាគ្មានអ្វីដែលល្អជាងការវិនិយោគលើចំណេះដឹងទេបើអ្នកទាំងអស់គ្នាចង់វិនិយោគលើទ្រព្យសម្បត្តិរកចំណូលបន្ថែមអ្នកទាំងអស់គ្នាត្រូវតែវិនិយោគលើចំណេះដឹងជាមុនសិនដើម្បីទាញរកផលប្រយោជន៍ឬក៏យល់ដឹងអំពីការការពារហានិភ័យនិងក៏ចាប់យកឱកាសនៅក្នុងការជួញដូរកុំភ្លេចណាអ្នកទាំងអស់គ្នាជួបគ្នានៅថ្ងៃទី28ខែឧសភាឆ្នាំ2026សម្រាប់ពេលនេះខ្ញុំបាទឡុងសំណាងសូមជូនពរដល់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានរាល់ការ live របស់ page PP Link Security ក៏ដូចជា page EcoFire Academy និង YouTube ផងដែរ TikTok ផងដែរជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខរកទទួលទានមានបានជាឆ្ងាយពីរោគគីពាតទាំងឡាយទាំងពួងនិងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីคลิกគ្លៀងឡាយសម្រាប់ពេលនេះខ្ញុំបាទសំណាងសូមជម្រាបលាចង់ដឹងព័ត៌មានលម្អិតសូមចូលទៅទស្សនាលើការវិភាគប្រចាំថ្ងៃលើគេហទំព័រ Facebook YouTube EcoFire Academy